គ្រូបង្រៀនម្នាក់ឆ្លៀតពេលទំនេរពីការងារមកប្រកបរបរលក់ការនៅក្រុងព្រៃវែងស្ត្រីដែលជាគ្រូបង្រៀនម្នាក់យកពេលវេលាដែលទំនេរពីការបង្រៀនមកបើករបរតាមការលក់ជាលក្ខណៈគ្រួសារបាននិយាយអំពីមុខរបរមួយនេះគឺអាចរកប្រាក់ចំណូលបានជាប្រចាំថ្ងៃដោយការខិតខំប្រឹងប្រែងទាំងនេះមិនមែនកាត់ឡើងដោយងាយៗនោះទេលោកស្រីបានបញ្ជាក់ឲ្យដឹងថាការបង្កើតជាសួនផ្កាមួយកន្លែងនេះគឺប្រើរយៈពេលយូរក្នុងការថែទាំដាំដុះគឺមានការពិបាកខ្លះដែរការបង្កើតមុខរបរលក់ផ្កាមួយនេះមានរយៈពេលជាង20ឆ្នាំមកហើយនៅក្នុងសួនផ្កាទាំងនេះគឺមានការចម្រុះជាច្រើនមានទាំងដើមប្រទាលគ្រប់ប្រភេទសម្រាប់ដាក់តាំងតាមគេហដ្ឋាននិងកន្លែងធ្វើការក្នុងនោះផងដែរក៏មានដើមឈើសម្រាប់ហូបផ្លែដែរលោកស្រីក៏បានបញ្ជាក់បន្ថែមទៀតថាសម្រាប់ដើមផ្កាទាំងនេះក៏មានការនាំចេញយកទៅលក់បន្តតាមបណ្ដាស្រុកនានានៅក្នុងខេត្តព្រៃវែងផងដែរចំពោះចំណូលប្រចាំថ្ងៃវិញលោកស្រីក៏អាចរកប្រាក់ចំណូលបានចន្លោះពី100000រៀលឡើងទៅសម្រាប់ការថែទាំវិញពុំសូវមានការលំបាកប៉ុន្មាននោះទេយើងគ្រាន់តែថែទាំដោយដាក់ជីស្រោចទឹកដូរផ្លាស់បោចស្មៅនិងប្រើប្រាស់ជីជប៉ុនឲ្យបានត្រឹមត្រូវតាមក្បួនខ្នាតសូមស្ដាប់ការលើកឡើងរបស់លោកស្រីចាជំរាបសួរនាងខ្ញុំឈ្មោះខិនខេមរាជាគ្រូបង្រៀននៅសាលាបឋមសិក្សាព្រៃវែងក្រុងចាការងារបន្តបន្សំបន្ទាប់ពីការងារបង្រៀនរបស់នាងខ្ញុំនៅពេលល្ងាចពីពេលទំនេរនាងខ្ញុំធៀបប្រកបមុខរបរមួយទៀតបន្ថែមគឺរបរមុខការចាអ្វីបើតែរបរនេះជារបរទី2ក៏ពិតមែនក៏ប៉ុន្តែជាក្តីស្រឡាញ់ក្តីពេញចិត្តចាហើយទី2ទៀតគឺកាត់បន្ថយជួយយើងជាពិសេសជួយច្រើននៅក្នុងគ្រួសារយើងពួកគ្រួសារយើងរីកចម្រើននិងប្រសើរជាងមុនច្រើនអញ្ចឹងចាអញ្ចឹងថាបើតែរបរនេះវានឿយហត់បន្តិចមែនតែវាជួយសម្រួលទាំងកម្លាំងកាយទាំងកម្លាំងចិត្តរបស់នាងខ្ញុំព្រមទាំងក្រុមគ្រួសារទៅរយៈពេលជិត20ឆ្នាំហើយអូចា20ឆ្នាំហើយអូយូរដែរហើយបងចាអូយូរហើយអូយឃើញការល្អបងចានេះកំពុងតែរីកទេយើងចាប់ដើមប្រមូលផលយើងការថែទាំការបោចស្មៅការដាក់ជីជាពិសេសយើងថែទាំថាមិនបានដល់ជួបបញ្ហាប្រឈមដែរពីដំបូងណាតែបន្ទាប់ពីឆ្នាំទី1ឆ្នាំទី2ទៅធ្វើឲ្យការរីកចម្រើនធ្វើថាការថែទាំអីវាថារលូនបដារហូតតទៅអញ្ចឹងមិនផលពិបាកអីទេក្តីស្រឡាញ់ចូលចិត្តយើងដើរទៅផ្ទះគេខេត្តគេផ្សេងឃើញតាមមុខផ្ទះគេជាពលរដ្ឋច្រើនស្អាតអញ្ចឹងត្រឡប់មកវិញយើងគិតថាចុះបើសិនជាយើងបង្កើតមុខរបរនេះពួកការហូបបានស្អាតផងនិងបានចូលរួមចំណែកកែប្រែបរិស្ថានធម្មជាតិរបស់យើងតាមផ្ទះនីមួយៗបានស្អាតផងអញ្ចឹងក៏បង្កើតជាចិត្តស្រឡាញ់មួយបង្កើតជាមុខរបរនេះឡើងតែម្ដងទៅមុននេះយើងលក្ខណៈលក់ធម្មតាតូចតាចទួយទេដល់ពេលយូរឆ្នាំយូរទៅធ្វើឲ្យយើងចេះបដកខ្លួនឯងផងយើងទិញពីគេផងអញ្ចឹងយើងចាំតែមកចំណេះរហូតកើនរហូតដល់សប្តាហ៍ទៅវាច្រើនទៅមានកាមលីនេះមានពីរប្រភេទទៀតមានលាផងមានរួតផងមានការកដាស់មានសុភមង្គលមានដូងតាំងហើយប្រភេទកូនឈើហូបផ្លែមានគ្រប់មុខចាហើយដើមផ្កាអញ្ចឹងយើងដាំទៅយើងមានគ្រប់មុខដូចគ្នាផ្កាអញ្ចឹងណាមានយិតធូផ្ដាំងាយីហូបហើយក៏មានប្រទាលច្រើនទៀតដែរមានទាំងក្នុងស្រុកមានទាំងនាំចូលចាក្នុងស្រុកក៏នាំក៏ទិញមកចូលឬតែស្រុកក្រៅក៏ដូចគ្នាដែរដូចជាប្រភេទផ្កាកដាស់នេះអីយើងនាំចូលទេតែបើខាងប្រភេទផ្កាម្លិះអីបើផលិតផលរបស់យើងតែម្ដងចាអញ្ចឹងណាក្នុងស្រុកនៅតាមស្រុកជាពិសេសនៅក្នុងខេត្តព្រៃវែងយើងមកជានីខាងកើតស្រុកពងតបែកស្រុកមេសាងបាទភ្នំហ្នឹងគឺគាត់ទទួលបោះបន្តយកទៅចាគាត់មកទទួលយកទៅបន្តអញ្ចឹងណាបងក្រោយនេះខ្ញុំមានសំណូមពរជូនចំពោះបងអូនទាំងអស់ដែលរស់នៅក្នុងខេត្តព្រៃវែងមិនបាច់ទៅណាឆ្ងាយទេចាសម្រាប់តម្រូវការអស់លោកលោកស្រីនាងកញ្ញាអាចអញ្ជើញមកសួននាងខ្ញុំបានចាមានផ្កាមានកូនឈើហើយមានសេវាដឹកជញ្ជូនចំពោះបងទាំងអស់គ្នាអូនទាំងអស់គ្នាជាពិសេសនាងខ្ញុំសូមលើកទឹកចិត្តចំពោះបងអូនជាស្ត្រីមេផ្ទះទាំងអស់នៅពេលទំនេរថ្ងៃសៅរ៍ឬថ្ងៃអាទិត្យជាពេលទំនេរអាចអញ្ជើញមកមើលសួននាងខ្ញុំអាចថាដាំបន្លែបង្ការទីទួចដាំផ្កាឲ្យច្រើនដើម្បីគេហៅថាលើកកម្ពស់កម្រិតបរិស្ថាននៅក្នុងផ្ទះរៀងៗខ្លួនបានចា